ប្រធានបទលើកនេះខ្ញុំចង់និយាយពីតាក់ទងទៅនឹងក្តីបំណងចង់ខ្លាចជាអ្នករស់ស៊ីដោយសារតែស្ថានភាពគេហៅថាសម័យថ្មីនេះគេឲ្យតម្លៃច្រើនទៅលើអ្នករស់ស៊ីអញ្ចឹងណាតែអញ្ចឹងម្នាក់គិតថាមានតែអ្នករស់ស៊ីហ្នឹងឯងដែលលយតែអីអញ្ចឹងណាបើជំនាន់ពីមុនកាលពីខ្ញុំនៅក្មេងត្មងអាចថាខ្ទង់30ឆ្នាំមុនអីចុះ30ឆ្នាំមុនខ្ញុំនៅក្មេងអីខ្ញុំឮគ្រាន់តែចង់និយាយថាអ្នករស់ស៊ីគឺមិនសូវឲ្យតម្លៃប្រហែលទេពួកគេគិតថាដោយសារយើងរៀនអត់ចេះបានយើងទៅរកស៊ីអីចឹងណាអញ្ចឹងចំណងហ្នឹងគេនិយាយចេះទេគេប្រៀបធៀបដោយសារតាមរយៈការប្រដឹងកូនកំអងគេយកធ្វើប្រពន្ធអីចឹងណាអញ្ចឹងឲ្យទៅលើអ្នករកស៊ីមានន័យថាអ្នករៀនអត់ចេះហើយបានចេញទៅរកស៊ីអីចឹងទៅតែដល់ពេលសម័យបច្ចុប្បន្នហ្នឹងប្រហែលជាខ្ទង់10ឆ្នាំឬជាង10ឆ្នាំចុងក្រោយនេះគេចាប់ផ្ដើមឲ្យតម្លៃទៅអ្នករកស៊ីពួកគេឃើញថាអ្នករកស៊ីគេប្រៀបធៀបជាមួយអ្នករកស៊ីធំអញ្ចឹងឃើញភាគច្រើនមានបានអីចឹងណាហើយភាគច្រើនអ្នកដែលរកស៊ីធំទាំងអស់ហ្នឹងមានការអប់រំខ្ពស់ទៀតអញ្ចឹងធ្វើឲ្យម្នាក់នេះចាប់ផ្ដើមឲ្យតម្លៃទៅលើអ្នករកស៊ីទី1ដូចច្រើនទី2កម្រិតបទធម៌ខ្ពស់អញ្ចឹងគេឲ្យតម្លៃខ្លាំងប៉ុន្តែយើងសង្កេតឃើញថាស្ថានភាពបច្ចុប្បន្នថ្មីប្រហែលឆ្នាំចុងក្រោយហ្នឹងយើងឃើញអ្នករកស៊ីគឺជួបបញ្ហាច្រើនលយមិនលយក្នុងរយៈពេលខ្លីដល់ក្រោយមកក៏មានទុកវិបត្តិរយៈពេលវែងរហូតដល់មានអ្នកខ្លះខ្សែធនអ្នកខ្លះរត់ចោលស្រុកអ្នកខ្លះត្រូវបានគេចាប់ឃុំឃាំងដាក់គុកច្បាប់អីចឹងទៅដោយសារតែបទល្មើសផ្សេងអញ្ចឹងត្រឡប់មកវិញបើសិនជាយើងចង់ខ្លាចជាអ្នករស់ស៊ីយើងត្រូវគិតអីខ្លះយើងគួរតែរៀនពីកំហុសចាស់ហើយនឹងរៀនពីអ្វីដែលអ្នករស់ស៊ីជើងចេះតែគាត់ជោគជ័យឈរជើងយូរម្បែងដែលបានធ្វើហ្នឹងយកមកគិតពិចារណាបើយើងពិនិត្យមើលឲ្យដល់មែនតើអ្នកដែលរស់ស៊ីជោគជ័យធំច្បាស់ដែលគាត់គង់វង្សយូរឆ្នាំណាយើងមើលទម្លាប់អេរយៈបទនៃការប្រើប្រាស់ហេរញ្ញធុបរបស់គាត់ខុសពីអ្នករស់ស៊ីជើងថ្មីដែលយើងសង្កេតឃើញថាមានបញ្ហារបៀបមិនចង់និយាយថាជាទូទៅអ្នករស់ស៊ីជើងចាស់ដែលខ្លាំងហ្នឹងគាត់កម្រសម្ញែងកម្របង្អួតហើយទៅគាត់កម្រយកលុយចាយខុសខ្ទង់ណាគាត់យកលុយទៅអភិវឌ្ឍទៅលើអាជីវកម្មគាត់យកលុយហ្នឹងទៅអភិវឌ្ឍបន្តដើម្បីបង្កើតអាជីវកម្មនឹងកាន់តែធំអីចឹងណាដើម្បីបង្កើតការងារបន្ថែមអីចឹងឬបរិងគុណភាពផលិតផលអីចឹងទៅហើយទៅគាត់អត់សូវចាយលុយខ្ជះខ្ជាយប្រហែលទេនិយាយចំកម្រហ្មងបើសិនជាយើងស្និទ្ធជាមួយនឹងមនុស្សណាដែលនៅក្បែរអ្នកដែលរស់ស៊ីធំទៀតណានិយាយសួរពួកគាត់បានយើងដឹងថាអ្នករស់ស៊ីធំទាំងអស់ហ្នឹងដែលគាត់ឈរជើងហ្នឹងគឺហិរញ្ញវត្ថុរបស់គាត់គឺតឹងណាស់គាត់អត់ងាយចាយខ្ជះខ្ជាយទៅពីពេលខ្លះយើងសឹងតែអត់ជឿទៅជាយើងថាចំពួកគាត់ចាយលុយតិចជាងយើងទៀតណាចង់និយាយតិចជាងយើងជាបុគ្គលសាមញ្ញមិនមែនជាសេដ្ឋីផងណាគាត់ចំណាយតិចជាងយើងទៀតពេលខ្លះយើងអត់ដឹងយើងពេលខ្លះយើងមានអារម្មណ៍ថាគាត់គួរតែចាយលុយច្រើនខ្លាំងណាខុសពីយើងដែលជាអ្នកធម្មតាប៉ុន្តែពេលយើងដឹងច្បាស់ពេលខ្លះយើងមានអារម្មណ៍ថាចង់ខ្លែកវិញណាមិនគួរជឿថាការចាយលុយរបស់គាត់ពេលខ្លះចាយសឹងតិចជាងយើងទៀតអញ្ចឹងត្រឡប់មកវិញនៅពេលដែលយើងមាន mindset មួយគេហៅថាផ្លាត់ផលិតមួយរកស៊ីដើម្បីមានលុយហើយទិញសម្ភារៈថ្លៃបង្អួតសម្ញែងដែលយើងមើលឃើញហ្នឹងបើសិនជាយើងមានផ្លាត់ផលិតបែបហ្នឹងយើងអត់គួរធ្វើជាអ្នករកស៊ីទេពួកអីបើសិនជាយើងខ្លាចជាអ្នករកស៊ីមានន័យថាយើងបង្កើតឱកាសខ្លួនឯងក្នុងការបង្កើតកំហុសហិរញ្ញវត្ថុអញ្ចឹងយើងនឹងអាចធ្វើបាបខ្លួនឯងនិងមនុស្សជុំវិញខ្លួនយើងព្រោះកាលណាយើងជាអ្នករកស៊ីយើងរកចំណូលចូលដោយសារតែយើងមានគេហៅថាចិត្តមួយចង់បង្អួតសម្ញែងយើងនឹងយកលុយទៅចាយខុសខ្ទង់ទៅទិញសម្ភារៈនិយមផ្សេងដើម្បីបង្អួតសម្ញែងគេអញ្ចឹងខ្ជះខ្ជាយផ្សេងទៅឲ្យគេមើលមកថាយើងសម្បូរលុយលុយទាំងអស់ហ្នឹងពេលខ្លះមិនមែនលុយរបស់យើងទេលុយហ្នឹងលុយអតិថិជនគេឲ្យមកទេដល់ពេលយើងយកទៅចាយវាលើសថ្លៃដើមឆ្ងាយពេកគាត់ចង់និយាយថាវារហូតដល់ថ្នាក់វាអត់មានលុយចំណេញសល់សោះហ្មងព្រោះចូលថ្លៃដើមយូរទៅយើងមិនខាតជាកាលណាតែខាតបងយើងមិនត្រូវការលុយបន្ថែមជាងយើងទៅល្បិចបោកបញ្ឆោតគេឲ្យយកលុយដាក់បញ្ចូលថែមទៀតដើម្បីឲ្យក្រុមហ៊ុនយើងដំណើរទៅមុខដើម្បីយើងបានបង្អួតភាពអស្ចារ្យរបស់យើងបន្តទៀតអញ្ចឹងយូរទៅវាធ្ងន់ទៅនៅពេលណាមួយដែលយើងអត់អាចរកលុយចាក់បញ្ចូលបានពេលហ្នឹងគឺយើងចាប់ផ្ដើមខ្សែធនមានបញ្ហាឬដល់ឈានដល់គេប្តឹងយើងពីបទបោកប្រាស់ផ្សេងហ្នឹងទៅអញ្ចឹងត្រឡប់មកវិញបើសិនជាចង់ខ្លាចជាអ្នករស់ស៊ីទៅគិតមិនត្រូវគិតឡើងវិញថាតើយើងរស់ស៊ីក្នុងគោលបំណងអីគេបើសិនជាយើងមានគោលបំណងបង្កើតជាប្រយោជន៍ណាមួយទៅដល់សង្គមមិនមែនដើម្បីយកលុយមកធ្វើភាពមានបានប្អួតគេទេអាហ្នឹងយើងអាចនឹងធ្វើវាបានព្រោះតែនៅពេលដែលយើងរកលុយបានណាដំបូងរស់ស៊ីយើងចេញរកដំបូងវាអត់ចំណេញទេវាទប់ទល់ដល់ក្រោយមកយើងចំណេញដល់ពេលយើងចំណេញយើងនឹងយកលុយចំណេញទាំងប៉ុន្មានហ្នឹងយកមកទប់យកមកអភិវឌ្ឍអាជីវកម្មពង្រឹងសុខភាពអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរអញ្ចឹងមនុស្សដែលធ្វើការជាមួយយើងទាំងអស់ហ្នឹងអាចនិយាយថាជាបុគ្គលិកយើងទាំងអស់ហ្នឹងគាត់ក៏ទទួលបានចំណែកទៅលើការអភិវឌ្ឍអាជីវកម្មរបស់យើងដែរ
ព្រោះដោយសារយើងយកលុយចាក់ត្រឡប់មកវិញយើងអត់បានយកលុយហ្នឹងទៅលយឆាយហឺហាអីទេអញ្ចឹងនឹងធ្វើអាជីវកម្មរបស់យើងវាកាន់តែធំទៅវាសុខភាពល្អទៅហើយវាផ្ដល់ប្រយោជន៍ទៅសង្គមមែនតែបើសិនជាយើងអត់ធ្វើអញ្ចឹងទេយើងដកលុយទាំងអស់ហ្នឹងយកទៅចាយយកទៅអួតយកទៅសម្ញែងយកទៅអីខ្ជះខ្ជាយអញ្ចឹងយើងអត់មានលុយយកមកអភិវឌ្ឍទេអញ្ចឹងអាជីវកម្មរបស់យើងនឹងឈានទៅរកការដួលលំអញ្ចឹងសាមញ្ញអញ្ចឹងបើចង់ខ្លាចជាអ្នករកស៊ីគឺត្រូវតែគិតឲ្យច្បាស់កន្លែងហ្នឹងចំណុចមួយទៀតរកស៊ីវាមានតូចធំគេហៅថារកស៊ីបែបលក្ខណៈអាជីវកម្មគ្រួសារនិងរកស៊ីបែបលក្ខណៈជា company អញ្ចឹងទៅជាលក្ខណៈធំដុំណាដូចនៅស្រុកគេដូចឧទាហរណ៍ដូចជប៉ុនដូចអីអញ្ចឹងគេមានអាជីវកម្មបែបគ្រួសារគឺគេម្ចាស់ហាងហ្នឹងជាថៅកែហើយគាត់ក៏ធ្វើគឺនឹងនៅអូម៉ាថាភូនិឋានចុះខ្ញុំជួបច្រើនគឺតកែបើថាហាងហ្នឹងជួនកាលរកស៊ីតចំនួនតាំងពីជាតាទូតអីមកតមក4-5ជំនាន់អីចឹងទៅគាត់មានរូបមន្តតកោអញ្ចឹងគឺគាត់រកស៊ីតគ្នាហ្មងអញ្ចឹងមកដល់កូនចៅជំនាន់ក្រោយគឺគាត់រកតអញ្ចឹងរហូតអញ្ចឹងយើងត្រូវទទួលស្គាល់ពីទុកលំបាកមួយគឺយើងហាងយើងអត់អាចបិទបានទេហាងអត់អាចអត់យើងបានទេគឺយើងត្រូវតែរវល់អញ្ចឹងតើយើងរីករាយជាមួយនឹងភាពរវល់បែបហ្នឹងរីករាយជាមួយនឹងស្នាមញញឹមរបស់ភ្ញៀវរីករាយនឹងឃើញភ្ញៀវទទួលបានផលិតផលល្អប្រហែលថាអាហារដ្ឋានភូនិឋានចុះឆ្ងាញ់អីចឹងយើងបានបម្រើភ្ញៀវបានល្អនឹងយើងរីករាយអានឹងយើងទៅធ្វើត្រូវតែបើយើងគិតថាអត់ទេខ្ញុំចង់រកស៊ីដោយសារខ្ញុំចង់មានពេលតនេច្រើនអានឹងដូចយើងចំបាច់កខ្លួនឯងសម្រាប់ចោលចឹងព្រោះស្អីអត់ពីយើងទៅគឺរត់កើតទេគឺដួលមកព្រោះអាជីវកម្មបែបគ្រួសារត្រូវការមើលដិតដល់ចឹងយើងបលែងអ្នកដតីគេមិនអាចមើលបានល្អដូចយើងទេអញ្ចឹងដូចយើងចងកខ្លួនឯងចឹងទី1ទី2បើសិនជាយើងចង់រកស៊ីបែបធំរកស៊ីបែបធំតើយើងតលាក់គេហៅថាភាពអាត្មានិយមចោល ego តលាក់ភាពអាត្មានិយមហ្នឹងចេញពីខ្លួនមានន័យការរកស៊ីធំវាត្រូវការច្រើនផ្នែកដើម្បីចូលរួមមួយគ្នាវាត្រូវការអ្នកបកកែយុទ្ធសាស្ត្រអ្នកបកកែទីផ្សារអ្នកបកកែរៀបចំ management នឹងឲ្យកាន់តែមានគុណភាពអ្នកបកកែតលាក់បញ្ចុះថ្លៃដើមអ្នកបកកែប្រើបុគ្គលិកប្រកបដោយគុណភាពឲ្យអីផ្សេងបញ្ចូលគ្នាយើងម្នាក់ឯងយើងអាចធ្វើក្នុងបានទេយើងអាចម្នាក់ឯងយើងអាចបកកែផ្នែកណាមួយក្នុងចំណោមហ្នឹងឧទាហរណ៍ថាភូនិឋានចុះយើងបកកែធ្វើម្ហូបឆ្ងាញ់តែយើងចង់រកស៊ីភូនិឋានបែបលក្ខណៈជាក្រុមហ៊ុនធំអីចឹងទៅសហគ្រាសអីចឹងគេហៅលក្ខណៈធនមធ្យមធំអីចឹងទៅថ្ងៃក្រោយនឹងបើកសាខាអញ្ចឹងយើងម្នាក់ឯងយើងធ្វើអត់កើតទេយើងត្រូវការអ្នកបកកែទទួលភ្ញៀវតើសវិសគេត្រូវធ្វើវាម៉េចយើងត្រូវការអ្នកបកកែខាងគ្រប់គ្រងហិរញ្ញវត្ថុការប្រើប្រាស់លុយកាក់វាម៉េចយើងត្រូវការអ្នកដែលបកកែទិញទំនិញដែលមានគុណភាពហើយថ្លៃដើមទាបចូលមកចឹងទៅយើងត្រូវការអ្នកមានយុទ្ធសាស្ត្រធ្វើការផ្សព្វផ្សាយចឹងទៅយើងត្រូវការអ្នករៀបចំចងទាំងអស់ហ្នឹងទៅជាប្រព័ន្ធដើម្បីប្រេកបានយើងត្រូវការអ្នកចេះរៀបចំប្រព័ន្ធចុងភៅថាបើក្រៅពីយើងតែដាក់អ្នកផ្សេងមកធ្វើម៉េចដើម្បីឲ្យភូនិឋានហ្នឹងនៅតែមានគុណភាពដដែលនៅតែល្អដដែលអីចឹងត្រូវការអ្នកដែលបកកែរៀបចំចងជាប្រព័ន្ធហ្នឹងទាំងអស់ហ្នឹងអញ្ចឹងទាំងអស់ហ្នឹងត្រូវការធាតុច្រើនចូលរួមអញ្ចឹងលុះត្រាតែយើងចិត្តទលាយបើកចិត្តទទួលមនុស្សដែលមានសមត្ថភាពទេពកោសល្យផ្សេងពីយើងបំពេញជាមួយយើងចូលធ្វើការជាមួយយើងឲ្យបានចូលធ្វើការមួយយើងបានយើងអាចឈានទៅរកភាពជោគជ័យបានគ្រាន់តែសង្ឃឹមមិនប្រកាសថាជោគជ័យ 100% នោះទេគាត់ថាអាចតែទុយទៅវិញបើយើងអត់ទេខ្ញុំនឹងធ្វើម្នាក់ឯងតែខ្ញុំចង់ធ្វើបែបធំអញ្ចឹងយើងនឹងដួលព្រោះតែស្អីគ្រប់យ៉ាងយើងត្រូវជួលគេទាំងអស់អ្នកជំនាញផ្សេងយើងត្រូវជួលគេហើយយើងមានលុយណាទៅជួលគេព្រោះអ្នកជំនាញទាំងអស់ហ្នឹងត្រូវការលុយច្រើនណាហើយយើងចាប់ផ្ដើមយើងអត់មានលុយច្រើនអញ្ចឹងទេហើយបទពិសោធន៍អាជីវកម្មcủaយើងអត់មានដែរអញ្ចឹងយើងដូចយកលុយទៅបោះចោលអញ្ចឹងយើងនឹងខាត់បងហើយអ្វីដែលធ្ងន់ចំពោះការខាត់បងហ្នឹងនឹងធ្វើឲ្យយើងបាក់ទឹកចិត្តខ្លាចរអាជាមួយនឹងអាជីវកម្មអញ្ចឹងត្រឡប់មកវិញត្រូវមើលមកខ្លួនយើងឲ្យច្បាស់សិនថាតើអ្វីដែលយើងចង់បានជីវិតបែបណាយើងចង់បានជីវិតបែបណារើសអាផ្លូវជីវិតរបស់យើងនឹងឲ្យសម្រួចវាទៅតាមផ្នែកហ្នឹងអញ្ចឹងបានយើងអាចដើរទៅមិនប្រកាសថាយើងត្រូវតែចេញរកស៊ីទេពេលខ្លះយើងត្រូវការពេលវេលាមានសៅរ៍អាទិត្យបុណ្យទៀតអញ្ចឹងបើយើងចេញទៅរកស៊ីបែបលក្ខណៈអាជីវកម្មហាត់តូចយើងធ្វើអត់ខែទេអញ្ចឹងយើងធ្វើយើង stress លើដើមអញ្ចឹងយើងរើសមុខរបរណាឲ្យសមមួយយើងអូម៉ាទេមិនអញ្ចឹងទេយើងអាចធ្វើការទៅតែធ្វើឲ្យខ្លាំងធ្វើឲ្យយើងរហូតដល់ថ្នាក់យើងមានប្រាក់ចំណូលគ្រប់គ្រាន់អាចដើរលេងសឹងទៅរៀងរាល់ចុងសប្តាហ៍បានអញ្ចឹងទៅធ្វើគេហៅថាពង្រឹងជំនាញរបស់យើងឲ្យកាន់តែច្បាស់លាស់រហូតដល់យើងខ្លាចជាមនុស្សដែលហៅថាភាគតិចនៅក្នុងជំនាញហ្នឹងដែលមានលក្ខណៈស្ទាត់ខ្លាំងអីចឹងទៅអញ្ចឹងពេលហ្នឹងយើងនឹងទទួលបានចំណូលខ្ពស់ដែលពេលខ្លះវាច្រើនជាងយើងជាម្ចាស់business ខ្នាតតូចទៀតព្រោះដោយសារយើងស្ទាត់ជំនាញខ្លាំងខ្ញុំឧទាហរណ៍វិជ្ជបណ្ឌិតអ្នកដែលមានជំនាញខ្លាំងទៅលើការវះកាត់គាត់អាចរកចំណូលបានច្រើនជាងអ្នកជាម្ចាស់ business ខ្នាតតូចទៀតព្រោះដោយសារ
đâm lại program gọt thái cất mong thái á ở cô mà khai mà cạn này để chua gọt tàu viễn cứ thời tập thái chẳng thấy lũ thò mới tiệt dương chỉ mây thì vì ấy chẳng cho mây thì vì đây chum ní ấy chẳng thấy chẳng mà khai gọt thái đây còn là bậc xa tẹt tông nó chụp bắp chỉ cam tẹt tông nó chụp bắp nó phải xây xây còn là dương còn sao mình kia nó bậc xa mình kia nó có gì thái đây chẳng cả là dương mình chụp này cho chó dương ai hồi chụp nổ ăn chờ này chẳng dương còn là chắc cục trong chụp nổ lại bàn tới về nó dương ai chụp ra miền sài phiệp hay rành một thổi chẳng tọt một vịnh nẹt hồ si mà mắn mền đời xa thì trong miền lùi trơn đời xa hư ha lồi chai rồi còn đời xa trong miền sài phiệp cứ mền thì như thầy trang thân nẹt hồ si ở sân miền sài phiệp thì bố đời xa khi nẹt hồ si đá có phụ quát phía trên nó có trong những đa từ lúc cái dương khơi nhé không áo khi cái tháp phía trên cứ ở đoàn đá phụ nữ kết chọp trên này nữa kết chọp trên này nữa chẳng ở sân miền sài phiệp mà anh thì chẳng cái lại nó cái dương thầy chuột bây dương ở sài lạnh anh chẳng thế dương không chơi được lời nữa này chẳng xua một mình dương chọn màn này kì thở đằng đằng hồi bữa sân thì chọn khai trên này tới trăm ha vía thật là chrome ắt thắp giỏi nam mùi rồi có côn phải giỏi nam mũi để dương chọn pro tới sống cùng chẳng bây dương hồi khơi thật lại na để dương có thay dương chọn pro côn phải giỏi nam mũi tới sống cốm á nè hỏi tôi dương chụp ba tờ lừa nó thả vậy để dương thớ nông pro chỉ côn phải giỏi tới sống cốm bán anh đang bên đang cứ dương anh chập ra mà này chung mùi này chỉ cầm này nam mũi để dương start chấm liền tờ lừa năng chẳng dương thơ tới dương nó sẽ bài chất phụ sái tôi quay về hot nơi bia là mạng mày cái đó có dương rì đi đây ô vi chiều vậy để dương rì đi không cả thừa tôi bay cho bàn lôi về khác dương ở miền lôi phụ sái dương đại ca lụp hôn dương mà chụp muốn thấm là bây giờ lôi mà ràn có dương ở khoan của dương trong thừa năng này dương trong thừa năng này nhưng chẳng dương ở khoan này dương sủng khăn là năng bàn thừa cái dương mi piệu đi chẳng đôi dương khơi mà cha không hôn thôm lơ phục lộ là dương khơi nhé phía trên phụ quát anh mình chụp này phía hôn thôm ấy nè khoan lụa tí nó sao tạt tích mình tên phụ sái có trong thừa hưởng ở đây hồi à rư này có trong thứ nó chạy lùi chợn chứ có miền lùi vậy chứ có thời can lùi bị kệ chứ có thời đào vào một lùi á nè chứ có đầm bay ban lùi tụi nó có thời lùi chỉ hiệu hôn mà có tọt lọp theo vĩnh đầm bay cái châu hôn tới ban lùi tụi nó vô mà rạn đập bay vô mà rạn nhưng tới là chỉ cần nâng việt đầm nà ca ai chẳng thế chứ có sờ bài chất chỉ mùi nâng đầm nà ca bỏ chỉ cần nâng chẳng chân tọt lọp máu vệ sinh thì dương ọt mẹ chất bài chẳng thế dương từ hồ sĩ ọt cả thì bạn trách nhiệm sự không tha cam bị chôn lấy vì chỉ cùng nứt bật thay mình không cam chán ná đào bong bóng này trong khai tự chi giả cơn này từ thay còi ở trong tay bạn sẽ mất con